Bạn này cứ chỉ chấm lời homework vì mấy riêng muốn. Cái tí mũi bạn đã thà tá vi chia vậy. Cho ông lấy what is it? Vi chia này là cạp chú chiang. It's a clock. Tí bí ta bộ vi chia vậy. Ông lấy cứ what are they? Bộ kê chi vịt chụ. Rồi có bộ kê chi radio. There are radios. Bộ kê nó có bộ vi nữa. Bạn. Tí bày.ខ្ញុំចូលចិត្តផ្លែក្រូចចុះអ្នក I like an orange and you ខ្ញុំចូលចិត្តផ្លែប៉ោម I like an apple ចឹងលោកអ្នកធ្វើត្រូវឬទេបាទខ្ញុំសង្ឃឹមថាលោកអ្នកបានធ្វើចម្លើយយ៉ាងត្រឹមត្រូវបាទនៅក្នុងមេរៀននេះខ្ញុំនឹងនាំប្រិយមិត្តទាំងអស់គ្នាឲ្យស្គាល់ឲ្យចេះអំពីលេខនៅក្នុងភាសាអង់គ្លេសគឺលេខរាប់មិនមែនជាលេខលំដាប់ទេគឺលេខរាប់អង់គ្លេសហៅថា cardinal number លេខរាប់គឺជាលេខដែលយើងសម្រាប់រាប់1 2 3 4 5អញ្ចឹងគេហៅលេខរាប់ដល់លេខលំដាប់គេហៅថា ordinal number ហ្នឹងយើងចាំរៀននៅពេលក្រោយគេហៅថាទី1ទី2ទី3ចំណាត់ថ្នាក់ទី1ទី2ទី3អាហ្នឹងគេហៅថាលេខលំដាប់គឺ ordinal number តែពេលនេះយើងរៀនអំពីលេខរាប់លេខ1លេខ2លេខ3គឺយើងនឹងរៀនអំពីលេខរាប់នេះចាប់ពីលេខ1រហូតដល់1000លានហើយនឹងដឹងអំពីពាក្យខ្មែរថាមួយកោដតើមួយកោដមានប្រមាណលានហើយអង់គ្លេសក៏ចឹងដែរមួយកោដហ្នឹងមានប្រមាណលានបន្ថែមពីនេះទៀតយើងនឹងរៀនអំពីការរាប់លុយជាភាសាអង់គ្លេសការរាប់លុយជាភាសាអង់គ្លេសវាខុសពីខ្មែរបន្តិចគឺចាប់ពី10000ឡើងទៅវាមានការខុសប្លែកអំពីខ្មែរបន្តិចបាទអញ្ចឹងយើងនឹងសិក្សាទាំងអស់គ្នាអញ្ចឹងក្នុងមេរៀននេះយើងរៀនអំពីលេខយ៉ាងច្រើនដូច្នេះយើងមិនមែនថាប្រិមិត្តមួយថ្ងៃចេះទាំងអស់ទេយើងគ្រាន់តែមើលឲ្យចាំត្រួសសិនទៅហើយលេខណាដែលយើងប្រើញឹកញាប់យើងចាំឲ្យបានស្ទាត់តែលេខណាដែលមិនប្រើញឹកញាប់ទេយើងអាចចាំបន្តិចក៏បានដែរចាំពេលក្រោយយើងនឹងស្ទាត់បាទអញ្ចឹងយើងចាប់ដើមទាំងអស់គ្នាលេខ1គឺអង់គ្លេសថា1លេខ2 2លេខ3 3លេខ4 4លេខ5 5លេខ6 6លេខ7 7លេខ8 8លេខ9 9លេខ10 10លោកអ្នកបញ្ចេញសម្លេងឲ្យបានច្បាស់ហើយមិនបាច់ប្រឹងពេកទេគឺឲ្យច្បាស់ពីព្រោះពេលខ្លះយើងនិយាយថាដោយលេខ6គេថា6បាទ6សស្រៈអេនិងចនឹង6មិនត្រូវទេគឺសស្រៈអេហើយនឹងកសស្រៈអេហើយនឹងកហើយមាននៅខាងចុងគឺ6មិន6ទេណាហើយ5ក៏មិន5ទៅទេដែរគឺ5ប៉ុន្តែមិនវើឲ្យលឺខ្លាំងគឺ5យើងយកថ្មិញលើទប់នឹងបបោមាត់ក្រោមឲ្យជាប់ហើយបញ្ចេញសំឡេង5ឥឡូវម្ដងទៀត1 2 3 4 5 6 7 8 9 10បាទ11ដល់20 11 11 12 12 13 13 14 14 15 15 16 16 17 17 18 18 19 19 20 20បាទចំណែកលេខពី30រហូតដល់100គឺការរាប់ដូចគ្នាដែរគឺដូចគ្នានឹង20ដូចគ្នាយ៉ាងម៉េច20យើងបូកនឹង1 21អញ្ចឹង20បូកនឹង1 21វាខុសតែពី10ដល់20ទេ10រួចហើយ11អញ្ចឹង10សំទោសជាភាសាកូរ៉េ10 10អញ្ចឹងដល់ពេល11 11បាទចំណែក20 21អញ្ចឹង21 21ដល់30 30ដល់បូក1 31ដល់បូក2 32អីចឹងយើងចេះ1 2 3ហើយយក30បូក1 30 31 32 33អីចឹងគឺដូចគ្នាយើងគ្រាន់តែយក30បូកនឹង1 40ក៏អញ្ចឹងដែរយើងយក40បូក1បូក2បូក3អញ្ចឹងដូចគ្នារហូតបាទយើងចេះតែគោលក្បាល30 40 50 50 60អញ្ចឹងបានហើយ
cứ đôi cái nia tê ọt khó lại cái nia tê nhưng chưa là dễ tràn vì vậy bị mà chẳng sam sắp với 30 nhưng prap nó bị bệnh trên xâm lên T8 niềm tệ T8 nắng cứ dương dọc trong ảnh đạt bỏ dưỡng tục nâng thâm minh lơ nâng thâm minh cào dọc trong ảnh đạt đã liên từ tục nâng trong thâm minh tầng pi từ lơ phó cào phòn ốc nâng trong ảnh đạt ở chó phải dương về bệnh trên xâm lên cứ dương chập tiền ảnh đạt nâng từ nông plate tại một đòn cứ trên third rồi có 3 trong này 3 cứ dương bệnh trên xâm lên third nâng hai bộ nâng r cứ nâng hàng nông chẳng dương bên trên xâm lên này trong thông minh cho mỗi ảnh đá tháo tiên tới r nâng hàng nông third tôi chỉ 3 nó về third ảnh biên r đấy còn là third 30 3 sắp 30 6 sắp 40 2 sắp 50 6 sắp 60 7 sắp 70 8 sắp 80 9 sắp 90 hai nâng 100 mà trong này 101 là hô đo 200 300 ấy dương đôi cái này đôi nâng 2 đo 100 này còn thay dục 100 bột mùi máu 101 và 102 102 nhưng tại 102 các bạn là bạch n này mà cái ọt bạc can cái comment khẩu bây giờ có ấy 101 102 103 ấy nhớ mà hỏi đo 1000 cứ 1000 mà cái dương T8 những tờ bụng ao máu 1000 mình sao chứ nè khác ăn 1000 so vô chứ vì ở trong xâm lên vì thì xâm lên T8 những cứ dục trong một đát nhưng phạm đáng tiết trong một đát liên từ ấp cho môi thì mình lơ thì mình cào trong thì mình lơ nâng trong thì mình cào hỏi bên trên xâm lên cái lại nâng 1000 bạn chấm này 1000 rồi hốt đo 2000 7000 rồi hốt đo 9000 ấy chẳng cứ đôi cái này đây cái dương dục 1000 buộc bằng muối 1001 1002 rồi hốt đo 1100 mà chẳng cứ bốc là đây nâng lệ để dương bàn thì rồi chẳng cái nhóm prap tại cô tê cứ rồi hốt đo 100000 bạn cá rốp nông vì sao ông lấy cái ọt miền 1000 2000 ấy đội dương thế cái ọt rộp mơn này cái rộp chỉ bị xa riêng mà bị xa khmái cứ mùi mớn cái miên rộp hoặc đáy mùi mớn cái rộp đọc buồn vậy đấy mà rồi mà buồn chắc miên đọc rồi mà mớn miên đọc buồn chẳng khi bị xa riêng bài nâng cả rộp lúi ghiền chẳng tích chuyện đó mà chẳng mùi mớn cứ đọc buồn á 10,000 đọc về mùi xanh mùi xanh cứ đọc mơn vậy đấy mùi xanh cứ 100,000 dân dương công oi kịch chìm xa không ai tha mùi mơn mùi xanh ấy kia rộp chìm xa riêng từng cứ đọc buồn cứ 10,000 mà rồi buồn cứ 100,000 rồi buồn nó đọc mùi xanh này mùi liến 1 million đọc liền 10 million mà rồi liền 100 million mùi pon liền 1000 million mà 1000 million nó cứ smart nâng 1 billion xa cái không vì sao cái pra lưới cái miền chấm nôn trào như cái thao rộp billion mình rộp liến là rộp billion 1 billion trong lòng tiệt 10,000 100,000 1 million 10 million 100 million 1000 million 1 billion bạn kiếm xôm chìm điểm tạch đáy thà ca rộp ca prap nơi ngày khai trăm cầm nào vì tệ tôn nâng lệch đáy của ta dương nâng chạm riêng mê riêng bề cao nâng bề để dương chụp mê riêng á đây dễ ông pi ngày khai trăm cầm nào nâng chụp mà cùng phây nâng chụp bàn tay nơi bề ní đòi xa tại mê riêng đầm bốn vì trào chẳng mình ai đã trào bề lơ vì nâng thế bạn chẳng dương bạn to từ ní dương nâng riêng ông pi ca rộp lùi ca prap ông pi lùi nơi khăn nông vì xa ông lê để tệ tôn từ nâng đầm bon tê Americ ông lê Europe Australia để kịp dạ prao vì sao ông lê nơi sau cái sẽ tự cách việc xây sẽ tự cách cái khu trường dường chẳng cái pra cả lui đại miên đầm lái cao $1
bà sọc dưỡng chai pi mà rồi làng từ mình đấy cả môn nơi bị đám dương miền trái cảដោយសារលុយថ្លៃឥឡូវលុយវាថោកយើងចាយពី100ឡើងទៅក្រោម100ទៅទិញអីបាន20រៀលខ្មែរហ្នឹង10រៀលខ្មែរអត់មានបោះពុំទេអញ្ចឹងពី100ឡើងលើប៉ុន្តែនៅបរទេសគេចាយកាក់វាមានតម្លៃក្រោម$1ទៀតណាមកអញ្ចឹងទី1យើងរៀនអំពីកាក់បន្តិចហើយកាក់នេះនៅថ្ងៃក្រោយទៀតខ្ញុំនឹងលម្អិតនៅពេលនេះយើងគ្រាន់តែស្គាល់សិនទៅកាក់តែសំខាន់យើងរៀនទី2នេះថ្ងៃនេះយើងរៀនអំពីតម្លៃដែលធំជាង1000អំពីការរាប់លុយបាទយើងចេះរាប់លុយបាទអ្នកខ្លះចេះភាសាអង់គ្លេសច្រើនក៏ដល់ពេលតាក់ទងនឹងលេខគាត់ច្រឡំមកដល់ប្រមាណពាន់ប្រមាណម៉ឺនប្រមាណសែនអីចឹងគាត់មិនដឹងចេញពីណាទៅណារាប់ច្រឡំគ្នាគិតមកសន្ទុះសិនបាននិយាយចេញអញ្ចឹងខ្ញុំនឹងប្រាប់អំពីរបៀបដែលយើងអាចឆ្លើយយ៉ាងលឿនគិតយ៉ាងលឿននិយាយឲ្យបានលឿនបាទអញ្ចឹងទី1យើងនិយាយអំពីកាក់ដែលប្រើនៅបរទេសដូចជាអាមេរិកអូស្ត្រាលីអង់គ្លេសអីជាដើមប៉ុន្តែក្នុងមេរៀននេះខ្ញុំលើកតែអំពីប្រទេសអាមេរិកទេពីព្រោះកាក់នៅប្រទេសផ្សេងគ្នាវាអាចមានឈ្មោះផ្សេងគ្នាអង់គ្លេសគេប្រើ pound nickel អីចឹងណាបាទ shilling pound អីចឹងនេះគឺកាក់ដែលគេប្រើនៅប្រទេសអាមេរិកដែលមានតម្លៃក្រោម$1តម្លៃក្រោម$គឺវាមាន25សេន50សេនអីចឹងប៉ុន្តែគេបោះកាក់តែតម្លៃធំជាងគេគឺ25សេនបាទឥឡូវយើងរាប់ពីតូចមួយមុនគឺ1សេន1សេនគេថា pennies 1 pennies 5សេនគឺ nickels 10សេនគឺ dimes 25សេន quarters បាទលុយនេះមិនបាច់សូវចេះក៏បានដែរគេលោថាយើងទៅអាមេរិកអីទៅនៅអាមេរិកអីមិនចេះហើយការចាយលុយមិនពិបាកទេឲ្យតែមានលុយចាយគាត់ស្គាល់ទៅណាបាទទី2តម្លៃដែលធំជាង1000អានេះបានយើងត្រូវចេះបាទតម្លៃដែលធំជាង1000ខ្ញុំបានប្រាប់ពីសន្លឹកមុនហើយថាគេរាប់ភាសារាយ1000អញ្ចឹងគេហៅថា10រយណាប៉ុន្តែគេមិនរាប់10រយនោះទេ1000គឺដូចយើងដែរគឺ1000 1000ប៉ុន្តែចាប់ពី10000ភាសាយើងគឺ10,000គឺយើងយក10,000មកប្រើក៏អត់យើងយក10000ទេខ្ញុំមើលទីនេះគឺខ្ញុំលុបចោលអក្សរ10000ពណ៌ក្រហមខ្ញុំឆូតចោលបាទយើងក៏នៅក្នុងភាសាអង់គ្លេសយើងកុំឲ្យប្រើ10000 100000អីចឹងគេប្រើភាសារាយចាំទេបាទចាំខ្ញុំប្រាប់ប៉ុណ្ណឹងបានណាគឺប្រើភាសារាយ10000គឺ10,000 10,000 10,000បាទចំណែក100000គឺ100,000 100,000ចំណែក1លានគឺដូចគ្នា1 million បាទចំណែក1កោតមានប៉ុន្មានលានដឹងទេអ្នកខ្លះអត់ដឹង1កោតមានប៉ុន្មានលានទេបាទ1កោតគឺ10លានណាបងប្អូនប្រិមិត្តទាំងអស់គ្នា1កោតគឺ10លាន1កោតគឺ10 million ភាសាអង់គ្លេសដូចអត់មាន1កោតមិនមែន1កោតនឹង1 billion ទេណាមិនមែនទេណា1កោតនឹងក្នុងភាសាខ្មែរប៉ុន្តែយើងមិនអាចប្រើ1កោតជាភាសាអង់គ្លេសបានទេគឺមានតែ10 million បាទម្ដងទៀត10,000គឺ10000 10,000 100,000 100,000 1លាន1 million 10លានគឺ10 million បាទអញ្ចឹងតិចទៀតខ្ញុំដាក់លំហាត់ឲ្យរាប់លុយហ្នឹងហើយបាទឥឡូវយើងចូលដល់ការរាប់លុយជាក់ស្ដែងនៅក្នុងការរាប់លុយជាក់ស្ដែងឥឡូវខ្ញុំរំលឹកអំពីមេរៀនសន្លឹកមុនបន្តិចថាចាប់ពី10000ឡើងទៅគឺរាប់តែ10,000ហើយណាជាភាសារាយទាំងអស់បាទ100000គឺរាប់ថា10,000ណា100000 10000ដល់10,000 100000ចូលដល់100,000បាទសំទោសអញ្ចឹងដើម្បីងាយស្រួលក្នុងការរាប់នេះយើងមិនបាច់ពិបាកសាំញ៉ាំច្រើនយើងកាត់ខ្ទង់3ខ្ទង់ក្នុងលេខនេះខ្ញុំកាត់ខ្ទង់ឲ្យស្រេចប៉ុន្តែក្នុងករណីដែលគេមិនកាត់ខ្ទង់ឲ្យទេគេមិនដកឃ្លាឲ្យជា3ខ្ទង់ចេះទេគេនិយាយគេសរសេរជាប់គ្នាតែម្ដងអញ្ចឹងយើងត្រូវធ្វើម៉េចដើម្បីឲ្យងាយស្រួលយើងរាប់យើងប្រាប់ឲ្យបានលឿនគឺយើងនឹកក្នុងចិត្តថាកាត់ខ្ទង់ខ្លួនឯងណាកាត់ខ្ទង់3ខ្ទង់ឥឡូវគេនិយាយថា12500យើងកាត់ខ្ទង់3ខ្ទង់ត្រឹមលេខ500ដោយ
រាប់វាថា thousand យល់ទេរាប់វាថា thousand អញ្ចឹងមុខលេខ5នេះ12យើងរាប់តែ12តែម្ដង12គឺ12ឃើញ12អញ្ចឹង12,500 12,500 real យល់បានអត់ឥឡូវមួយទៀតវាជាភាសាខ្មែរប្រមាណនេះគឺ 37,100 យើងកាត់ខ្ទង់3ខ្ទង់ត្រឹម100មករាយ02ហ្នឹងហើយនឹងលេខ1យើងកាត់ខ្ទង់ចោលដោយរាប់ថា thousand ចំណែក37យើងរាប់37អញ្ចឹងតែម្ដងមក37អញ្ចឹង 37,000 37,000 ហើយអាកតុយ100ហ្នឹងរាប់ថែមទៀត 37,100 real យល់បានអត់បាទឥឡូវមួយទៀតលុយនេះជាខ្មែរប៉ុន្មានរាយ10 100 ពាន់ម៉ឺនសែនណា4សែន80000 9600អ្នកខ្លះថា480000ឥឡូវខ្ញុំមានលុយ489600ជាភាសាអង់គ្លេសថាម៉េចចំ480000មិនចេះឥឡូវរនឹកយើងកាត់ខ្ទង់3ខ្ទង់មកកាត់600មកហើយរាប់ពី thousand ហើយចំណែកលេខមុខរាប់ធម្មតាមក489 489,600 real ប៉ុណ្ណឹងចប់ស្រួលទេបាទហ្នឹងជារបៀបនៃរាប់លុយឥឡូវຂະຫນាតធំជាងនឹងបន្តិចទៀតឥឡូវនេះម៉ានរាយ10 100 ពាន់ម៉ឺនសែនលាន1លាន246,500ឧទាហរណ៍ថាគេនឹងមិនដកឃ្លីឲ្យយើងអញ្ចឹងទេគេសរសេរជាប់គ្នាឬក៏គេគ្រាន់តែនិយាយប្រាប់យើងអញ្ចឹងយើងត្រូវនឹកក្នុងចិត្តកាត់ខ្ទង់ខ្លួនឯង1លានអញ្ចឹងណាយើងក្នុងភាសាអង់គ្លេសដូចគ្នាដែរ1លានគឺ1លាន1 million ចំណែកលេខបន្ទាប់មកទៀតរាប់ធម្មតាគឺ100ធម្មតា246 1,246,500 real ចប់អត់មានអីបាក់អញ្ចឹងម្ដងទៀតក្នុងករណីគេប្រាប់លេខត្រឹមណាក៏ដោយយើងកាត់ខ្ទង់3ខ្ទង់ខាងចុងកាត់ដើម្បីដកឃ្លាថារាប់ថា thousand បាទចំណែកលេខពីមុខក្នុងករណី3លេខរាប់200ធម្មតា246 246ហើយបូកនឹងពាក្យ thousand ហើយនឹង500ចំណែកបើសិនជាមានលេខលើសពីនឹងដល់លានយើងរាប់ million ធម្មតា 1,246,500 real បាទហ្នឹងជាការស្រេចបើលោកអ្នកចូលទៅក្នុង YouTube សូមវាយពាក្យ English for Khmer Students លោកអ្នកបានឃើញវីដេអូដទៃទៀតរបស់ខ្ញុំឬក៏លោកអ្នកចុច Subscribe នៅពីក្រោមវីដេអូឲ្យចេញសញ្ញា Tick ដើម្បីក្លាយជាអ្នកគាំទ្រវីដេអូរបស់ខ្ញុំបាទហើយលើកក្រោយនៅពេលដែលវីដេអូរបស់ខ្ញុំបាទបង្ហោះផ្សេងទៀតលោកអ្នកនឹងទទួលបានដោយស្វ័យប្រវត្តិឲ្យមិនបាច់ស្វែងរកឡើយហើយបើលោកអ្នកមានចម្ងល់សូមសរសេរអ៊ីមែលមកកាន់ pichkim3@gmail.com